បបអូនអស់រយៈពេលជាង25ឆ្នាំមកហើយដែល Toyota Highlander បានសាងកេរ្តិ៍ឈ្មោះជាមិត្តទុកចិត្តរបស់គ្រួសាររាប់លានគ្រួសារជុំវិញពិភពលោកគឺចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ2000 Highlander មិនត្រឹមតែជារថយន្ត SUV ប៉ុណ្ណោះនោះទេប៉ុន្តែវាគឺជាស្តង់ដារនៃភាពធន់និងផាសុកភាពប៉ុន្តែនៅឆ្នាំ2027ខាងមុខនេះទំព័រប្រវត្តិសាស្ត្រថ្មីត្រូវបានបើក Toyota បានសម្រេចចិត្តបោះជំហានដ៏ក្លាហានបំផុតគឺបានផ្លាស់ប្ដូរពី Toyota Highlander ម៉ាស៊ីនសុទ្ធគឺមកប្រើប្រាស់ជាមួយនឹងអគ្គិសនីសុទ្ធទាំងស្រុងវិញម្ដងនេះមិនមែនគ្រាន់តែជាការផ្លាស់ប្ដូរម៉ាស៊ីននោះទេប៉ុន្តែខ្ញុំគិតថាវាគឺជាការកំណត់និយមន័យថ្មីនៃពាក្យថារថយន្តគ្រួសារដ៏ល្អឥតខ្ចោះផងដែរ Toyota Highlander ឆ្នាំ2027នេះវាត្រូវបានបង្កើតឡើងដោយក្រុមឆ្អឹងថ្មីដែលរចនាឡើងសម្រាប់តែឡានអគ្គិសនីជាមួយនឹងប្រវែងទូខ្លួនជិតដល់5ម៉ែត្រនិងមូលដ្ឋានកង់របស់វាគឺវែងជាងមុនដល់តែ8អ៊ីងវាបានដោះស្រាយបញ្ហាចាស់ដែលយើងជួបប្រទះដូចជាកន្លែងអង្គុយជួរទី3ណាឥឡូវនេះសូម្បីតែមនុស្សពេញវ័យក៏យើងអាចអង្គុយនៅជួរខាងក្រោយបានដោយក្តីរីករាយមិនមែនគ្រាន់តែការអង្គុយដោយការបង្ខំចិត្តដោយកាលពីមុននោះឡើយចំណុចដែលគួរចាប់អារម្មណ៍បំផុតនោះគឺដំបូលកញ្ចក់ប៉ាណូរ៉ាមិករបស់វានឹងគឺធំជាងគេក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Toyota ហើយដែលផ្ដល់នូវពន្លឺធម្មជាតិនិងអារម្មណ៍ស្រឡះទូលាយដោយកំពុងអង្គុយក្នុងបន្ទប់ទទួលភ្ញៀវទំនើបចល័តមួយអញ្ចឹងនៅក្រោមរូបភាពដ៏ប្រណិតមួយនេះគឺជា model AWD ដែលវាផ្ដល់កម្លាំងសេះរហូតដល់338សេះដែលអនុញ្ញាតឲ្យការបើកបរមានភាពរលូនឬគេហៅថា smooth ជាងមុនហ្នឹងណាហើយអ្វីដែលជាក្តីបារម្ភរបស់អ្នកប្រើប្រាស់ឡានអគ្គិសនីនោះគឺការសាកថ្មឬក៏ការសាកភ្លើងហ្នឹងឯងប៉ុន្តែជាមួយ Highlander ថ្មីនេះអ្នកអាចសាកថ្មពី10ទៅ80%ប្រើត្រឹមតែរយៈពេល30នាទីតែប៉ុណ្ណោះបច្ចេកវិទ្យា V2L ឬក៏ហៅថា Vehicle to Load ហ្នឹងក៏ត្រូវបានបំពាក់នៅលើ Toyota Highlander ហ្នឹងដែរដែលអនុញ្ញាតឲ្យឡានរបស់យើងហ្នឹងក្លាយទៅជាប្រភពថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ឧបករណ៍អគ្គិសនីផ្សេងៗទៀតណាឧទាហរណ៍ពេលដែលយើងទៅបោះជំរំបោះតង់អីហ្នឹងឬក៏យើងបាទដាច់ភ្លើងនៅផ្ទះអីហ្នឹងក៏យើងអាចប្រើប្រាស់ទាញយកថាមពលអគ្គិសនីពីឡានរបស់យើងហ្នឹងទៅប្រើប្រាស់បានដែរហើយបើនិយាយពីសុវត្ថិភាពគឺជា DNA របស់ Toyota ហ្នឹងឯង Highlander 2027ហ្នឹងវាបានបំពាក់មកជាមួយនឹងប្រព័ន្ធ Toyota Safety Sense 4.0 វាគឺជាជំនួយការដ៏ឆ្លាតវៃដែលចាំការពារយើងនិងមនុស្សជាទីស្រឡាញ់របស់យើង24ម៉ោងលើ24ម៉ោងមិនថាតែការរក្សាគន្លងផ្លូវមិនថាតែការរក្សាល្បឿនអូតូឬក៏ការចាប់ប្រាំងមិនទាន់ទៅស្វ័យប្រវត្តិនៅពេលដែលយើងមានឧបសគ្គដោយយើងមើលមិនឃើញក្តីសរុបមក Toyota Highlander ឆ្នាំ2027នេះវាមិនមែនគ្រាន់តែជាការវិវត្តនោះទេប៉ុន្តែខ្ញុំគិតថាវាគឺជាការបដិវត្តន៍វាគឺជារថយន្តសម្រាប់បាទអ្នកដែលឲ្យតម្លៃលើបច្ចេកវិទ្យាអ្នកដែលចូលចិត្តបាទឲ្យតម្លៃទៅលើបរិស្ថានប៉ុន្តែ Highlander វាមិនបានបោះបង់ចោលនូវភាពធន់និងទំនុកចិត្តដែលបានធ្លាប់ផ្ដល់ឲ្យអតិថិជនជាង2ទសវត្សរ៍កន្លងមកនេះនោះទេហើយសម្រាប់តម្លៃជាផ្លូវការ Toyota ក៏មិនទាន់បានប្រកាសនៅឡើយដែរប៉ុន្តែយោងតាមការប៉ាន់ស្មានពីអ្នកជំនាញរថយន្តអន្តរជាតិតម្លៃនៅទីផ្សារសហរដ្ឋអាមេរិកអាចចន្លោះ$54,000ទៅ$60,000ប៉ុន្តែបើសិនជានាំចូលដល់ប្រទេសកម្ពុជាយើងតម្លៃអាចនឹងហក់ឡើងខ្ពស់ជាងនេះអាចចន្លោះពី$80,000ជាងទៅ$10,000ជាងដោយសារតែការបូកបញ្ចូលថ្លៃពន្ធនាំចូលថ្លៃដឹកជញ្ជូននិងប្រាក់ចំណេញរបស់ក្រុមហ៊ុននាំចូលជាដើមអញ្ចឹងតើអង្គភូមិបានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយខ្លួនទៅជាម្ចាស់រថយន្តនៃយុគសម័យថ្មីនេះហើយឬនៅអាចធ្វើការ comment នៅខាងក្រោមវីដេអូនេះបានសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូបន្ត